វីដេអូថ្ងៃនេះមកផ្លាញ់តិចថ្ងៃនឹងមកបរៀនធ្វើនំ cheese spread ម្ដងទៀតដោយសារតែកូនពៅទាញ៉ាំនំ cheese spread 3ថ្ងៃជាប់គ្នាហើយទាញ៉ាំចំពេលពងមាន់កំពុងតែថ្លៃតែនិយាយមែនអ្នកទាំងអស់គ្នាឲ្យតែថាពេលទៅផ្សារថាតែទិញទៅមុខទេទិញតែម្សៅធ្វើនំតែមកដល់ពធឲ្យហើយស្រឡាញ់ប្តីខ្ញុំរឿងទៅផ្សារប្រពន្ធអញ្ចឹងយូរណាស់ណាស់ឲ្យប្រពន្ធកាន់ទេកដៀតម្នាក់ឯងពេលម្ដងផ្ទះកូនពៅគេជួយរៀបចំមើលអាវ៉ាន់មកពីផ្សារធ្វើរៀបដាក់ចូលទូដាក់អីអញ្ចឹងទៅនេះលទ្ធផលថាទៅទិញតែម្សៅធ្វើនំឯតែម្ដងនឹងបានស្អីគេខ្លះទេច្រើនមុខណាស់មិនបានតែនំប៉័ងទេស្រឡាញ់កូនពៅខ្ញុំជាងគេគឺចេះជួយឃើញយើងធ្វើអីរវល់អីអញ្ចឹងគឺចេះជួយរៀបចំទុកដាក់យើងពេលឃើញយើងរវល់តោះឥឡូវចូលមកដល់របៀបធ្វើនំម្ដងដូចគេតែនិយាយយ៉ាងណាទាំងអស់គ្នាបើទិញនំគេអស់តែ$20អត់ចង់ទេចង់ធ្វើនំខ្លួនឯងទៅវាជួយសំលុយតែមានណាអាធ្វើនំខ្លួនឯងហ្នឹងអស់លើដើមគ្រាន់តែអាវ៉ាន់កៅរង្វាល់អីជីងថ្លឹងម្សៅអីហ្នឹងអូអស់ឡើងមកកណូទិញគេអស់20រៀលធ្វើនំខ្លួនឯងអស់$100ខ្ញុំមកបង្ហាញយើងត្រូវមានកៅរង្វាល់ទឹក cheese យើងមានម្សៅសម្រាប់ធ្វើនំ cheese ហ្នឹងយើងមានពងមាន់ដ៏ថ្លៃដូចមាសរបស់ខ្ញុំពងមាន់យើងត្រូវការតែមួយគ្រាប់ទេយើងមានទឹកដោះគោសហើយជាមួយនឹងប្រេងអូលីវទៀតខ្ញុំនឹងបង្ហាញថាអ្នកទាំងអស់នេះត្រូវដាក់ខ្នាតម្សៅប៉ុន្មានអីប៉ុន្មានដើម្បីធ្វើនំ cheese spread ហ្នឹងបានប្រហែលដុំឥឡូវយើងមកវាល់កម្រិតម្សៅសិនម្សៅយើងត្រូវការ170ក្រាមទាំងអស់គ្នាម្សៅហ្នឹងមិនមែនម្សៅធ្វើនំទេណាទាំងអស់គ្នាមិនមែនម្សៅធ្វើនំall purpose flour ទេណាអានេះគឺtapiocaម្សៅហ្នឹងគឺបើសិនជានៅខ្មែរយើងអាចរកទិញបាននៅផ្សារថៃហួតណាហើយឈីសយើងត្រូវការ110ក្រាមឈីសយើងយកឈីសម៉ត់ណាអ្នកទាំងអស់គ្នាអាចប្រើ mozzarella cheese ក៏បានអាចប្រើcheese ដូចរបស់ខ្ញុំនេះក៏បានយើងហៅparmesan grated cheese ដែលកិនម៉ត់ខ្ញុំនឹងខ្ញុំអានអង់គ្លេសត្រូវអត់ទេតែមើលឈ្មោះតាមហ្នឹងទៅខ្ញុំទៅសេឲ្យបន្ថែមនៅក្នុងរូប cheese យើងប្រើ110ក្រាមចឹងអ្នកទាំងអស់គ្នារូបមន្តមានក្នុងនេះឯងខ្ញុំនឹងទៅសេឈ្មោះម្សៅហើយនឹងចំនួនមីលីក្រាមនៅក្នុងហ្នឹងដូចដែលបង្ហាញនៅក្នុងវីដេអូហ្នឹងបន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅហើយយើងចាក់ទឹកដោះគោស្រស់ចូលហើយទុកវារៀងក្តៅបន្តិចយើងចាក់ប្រេងអូលីវចូលទៅទៀតរួចយើងទុកវាឲ្យពុះវីដេអូនេះយើងវិលទៅវិលមកទីដោយសារស្នាដៃផពៅអ្នកជួយថតដល់ពេលអញ្ចឹងគ្នាកាន់កាមេរ៉ាមិនសូវជាប់បានកូនពៅជួយថតឲ្យអញ្ចឹងនៅពេលដែលទឹកដោះគោយើងក្តៅបន្តិចយើងដាក់ប្រេងអូលីវចូលមកយើងទុកវាឲ្យពុះទៅនៅពេលដែលប្រេងអូលីវពុះហើយក្តៅអ្នកនរគ្នាយើងយកមកចាក់ចូលម្សៅហើយច្បល់វាឲ្យសព្វចាក់ទឹកដោះគោចូលទៅក្នុងម្សៅហ្នឹងយើងច្បល់វាឲ្យសព្វចូលគ្នាមកសន្ទុះហើយទើបយើងដាក់ពងមាន់ចូលយើងដាក់ពងមាន់ផ្នែកលឿងយើងដាក់ចូលហើយអ្នកទាំងអស់គ្នាច្បល់វាឲ្យចូលគ្នាល្អទៀតរួចបានយើងដាក់ម្សៅឈីសចូលឈីស110ក្រាមហ្នឹងយើងដាក់ចូលទៅច្បល់ជាមួយគ្នារហូតដល់តែសព្វចូលទៅជាល្បាយតែមួយអ្នកទាំងអស់គ្នាពេលដែលខ្ញុំពងច្បល់ឈីសហ្នឹងគឺយើងប្រើកម្លាំងដៃយ៉ាងខ្លាំងតិចហើយកូនពៅគេឃើញគេចង់ចូលមកជួយអញ្ចឹងខ្ញុំក៏ឲ្យចូលជួយទៅហើយជួយបានបន្តិចហ្នឹងគេយើងចុកដៃគេហ្នឹងក៏រុញឲ្យម៉ែវាយនំវិញទៅចង់ហូបហ្នឹងបានតែចង់ហូបសាច់ការធ្វើហ្មងដូចជាមិនសូវជាបានសាច់កាប់អីប្រហែលទេអញ្ចឹងនៅពេលដែលយើងនេះច្បល់ចូលគ្នាឡើងម៉ត់ឡើងល្អអញ្ចឹងហើយអ្នកនរគ្នាឃើញណាសារតែនៅផ្ទះខ្ញុំអត់មានថាសដាក់ដុតនំតែថាតែខ្ជិលទិញព្រោះអីនំនឹងដុតតែពេលខ្ញុំនៅទេពេលខ្ញុំមិននៅនឹងគ្មានអ្នកណាដុតទេអញ្ចឹងខ្ញុំខ្ជិលទិញអញ្ចឹងនៅផ្ទះមានអីប្រើបានខ្ញុំប្រើនឹងទៅខ្ញុំអត់បានទិញអាកដាស់សម្រាប់យកមកទុកដុតនំអញ្ចឹងខ្ញុំក៏ប្រើលុយមីញោមយកមកដាក់ធប់ហើយយើងមូលនំដាក់ពីលើហើយយើងដាក់ដុតទៅយើងដាក់បេកទៅអ្នកទាំងអស់គ្នាឆ្នៃតាមនឹងទៅហើយនំដែលធ្វើបាននេះម្សៅនំធ្វើបាននេះគឺយើងធ្វើបានចំនួន52គ្រាប់នំហើយបើអ្នកទាំងអស់គ្នាមួយតូចជាងខ្ញុំគឺប្រហែលជាបានច្រើនជាងខ្ញុំទៀតហើយអ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នាប្រើกระดาษលុយមកខ្ញុំមកដុតអញ្ចឹងពេលដែលវាឆ្អិនវារៀងពិបាកឆ្កឹះបន្តិចវាអាចរៀងស្អិតជាប់មួយអាกระดาษលុយមកខ្ញុំហ្នឹងវាអត់ដូចឲ្យយើងប្រើกระดาษតែសម្រាប់ខែលដុតនំហ្មងឯងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើกระดาษខែលសម្រាប់ដុតនំហ្មងទៅកុំប្រើលុយមកខ្ញុំដូចខ្ញុំតែសារតែខ្ញុំភ្លេចទិញអាกระดาษហ្នឹងមកអញ្ចឹងទៅខ្ញុំក៏ប្រើกระดาษលុយមកខ្ញុំហ្នឹងជំនួសទៅឥឡូវនំខ្ញុំមូលបានហើយគឺយើងចាប់ផ្ដើមរាប់ដោយសារ
តែពេលដុតឲ្យត្រូវចែកជាពីរបោះបងយុពាក់កដាលបោះអ៊ំទីនពាក់កដាលអញ្ចឹងគេចាប់ដើមរាប់នំហ្នឹងគឺបានតែ51នំឯងអញ្ចឹងត្រូវញែកអាមួយណាអាធំណាមួយឲ្យទៅជាតូច2ទៅបាន52នំចែកគ្នាម្នាក់26នំអត់បានឯពលបងនេះសរាប់នំចែកគ្នាសម្បើមដូចចែកទ្រព្យសម្បត្តិអញ្ចឹងឥឡូវនំមកអស់ហើយយើងដាក់ចូលទៅក្នុង oven អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអត់មាន oven ទេអ្នកទាំងអស់គ្នាអាចប្រើ air fryer បានណាព្រោះខ្ញុំគិតថានៅខ្មែរប្រហែលជាសម្បូរ air fryer ជាង oven អញ្ចឹងយើងអាចដាក់ចូលទៅក្នុង oven ឬក៏ air fryer ទៅកម្ដៅ200អង្សាហើយដុតរយៈពេលចន្លោះពី15ទៅ20នាទីតែពេលដុតអ្នកទាំងអស់គ្នាសាបើកមើលផងណាព្រោះតើបន្តិចទៅវាឆ្អិនអាច5-10នាទីអីវាឆ្អិនក៏ថាបានដែរតាមប្រភេទនំតូចឬធំចឹងទៅបើនំរាងធំអាចដល់20នាទីតែបើនំតូចខ្ទង់5-10នាទីអីឆ្អិនហើយលេខមកមើលរបស់របរដុតនំម្ដងក្នុងកំឡុងពេលដែលរងចាំនំឆ្អិនគឺខ្ញុំមកប្រមូលទុកដាក់របស់របរដែលខ្ញុំដុតនំគឺថាប្តីមិនសូវចង់ឲ្យចូលចក្រានទេតែចូលម្ដងបរិយាយពេញតែចក្រានហ្នឹងប្រមូលនេះទៅច្រឡំថាខ្ញុំប្រមូលលាងខ្ញុំប្រមូលកទុកឲ្យប្តីខ្ញុំលាងឥឡូវអ្នកទាំងអស់គ្នានំឆ្អិនហើយដុតនេះគឺ15នាទីដោយសារតែនំខ្ញុំតូចតែចឹង15នាទីគឺឆ្អិនហើយអញ្ចឹងនំខ្ញុំឆ្អិនហើយលើកចេញមកគឺឈ្ងុយខ្លាំងណាស់ហើយគឺឡើង cheesy ហ្មងគឺដោយសារតែខ្ញុំដាក់ cheese ច្រើនណាខ្ញុំដាក់ cheese ច្រើនអ្នកទាំងអស់គ្នាពេលដែលខ្ញុំឆ្កឹះនំចេញមកឃើញនំហ្នឹងវារៀងស្អិតជាប់ជាមួយនឹងกระดาษលុយមីញ៉ូមហ្នឹងដោយសារតែវាមិនមែនជារបស់សម្រាប់យើងយកមកដុតនំអាលុយមីញ៉ូមហ្នឹងអញ្ចឹងទៅបើយើងប្រើกระดาษទៅវាជាប់អញ្ចឹងឯងនំហ្នឹងត្រូវរើសយកមកដាក់អំបែកជា2ចានដើម្បីឲ្យលបងទាំងពីរលបងយុអត់មកជួយទេតែពេលដែលឆ្អិនគឺរត់មកយកនំមុនគេយើងឆ្អិនគឺ cheese គឺឈ្ងុយខ្លាំងហើយឆ្ងាញ់ខ្លាំងហ្មងឡើងទុនហ្មងហូតមកយកនំហើយចង់និយាយថាមួយចានហ្នឹងដាច់ប៉ិតហ្មងតែនេះគឺម្ចាស់នំអ្នកកំងនំបែរជាមកយកក្រោយអ្នកអត់កំងវិញអ្នកអត់កំងមកយកមុនគុណទាំងអស់គ្នាអាចសាករៀនធ្វើបានណាវីដេអូក្រោយគេបងអស់នេះគឺវីដេអូប្តីខ្ញុំ6ចានធ្វើនំលៀងមុខក៏មិនសូវស្រស់ម៉ានទេព្រោះប្រពន្ធបរិយាយហើយប្រពន្ធបរិយាយហើយគាត់អត់ហ៊ានមាត់អូខេអរគុណជួបគ្នាវីដេអូក្រោយទៀត